ម្ចាស់សត្វត្រីស្ប៉ាតាបន្តចែកចង់សមាជិកសភាដោយគ្រាន់តែចង់ឲ្យសមាជិកសភាយល់ព្រមបញ្ជូនទ័ពទៅគ្រប់គ្រងស្តេចប្រឆាំងនឹងកងទ័ពភើសៀនប៉ុន្តែប្រធានសភាមិនព្រមដោយមិននិយាយពាក្យមួយម៉ាត់ព្រះមហាក្សត្រយានីបានប្រែក្លាយទៅជា Venom of Spider-Man ហើយបានឲ្យបងប្រុសរបស់ប្រធានាធិបតីគាត់ដែលគួរបាល់របស់គាត់បន្ទាប់មកគាត់បានប្រើសម្ពាធតៃសាន់ដើម្បីកំទេចប្រធានាធិបតីទៅជាម្សៅប៉ុន្តែប្រធានាធិបតីមិនអាចត្រូវបានគេសម្លាប់ប៉ុលតែសោះវាជាសំណាងល្អម្ចាស់សត្វត្រីបានចាប់យកម៉ាស៊ីនបូមធូលីដ៏មុតស្រួចនិងខ្លាំងនៅក្នុងសម្លាប់សាដំសេនីដោយជោគជ័យមួយវិញទៀត State Sparta បានប្រយុទ្ធជាមួយកងទ័ពភើសៀនជាច្រើនថ្ងៃទាំងយប់ហើយអស់កម្លាំងសំណាងល្អមានធុងទឹកនៅក្បែរដូច្នេះអ្នកអាចទិញតែទឹកដោះគោមកផឹកបានមិនដូច្នេះទេអ្នកប្រែក៏ជាស្រីបានកើតឡើងកងទ័ពពេបានរកឃើញផ្លូវសម្ងាត់ជុំវិញសើម៉ូភីឡេហើយប្រញាប់ឡោមព័ទ្ធពួកគេដោយជំនួយពីផ្លូវសម្ងាត់ពួកគេគ្មានជំរឿអ្វីក្រៅពីតស៊ូរហូតដល់ស្លាប់ស្ដេចប្រហឹមប្រញាប់ទៅរកស្ដេចពេអំណាចប្រយុទ្ធរបស់គាត់គឺលើសលប់ដោយផ្ទាល់នឹងមិនអាចយកឈ្នះបានស្ដេចនៃប្រទេសពេដែលភ័យស្លន់ស្លោថែមទាំងបានបញ្ជូនក្រុមខ្មៅចេញប៉ុន្តែអ្នកចម្បាំងស្ប៉ាតានមានស្មារតីរឹងមាំក្នុងការការពារភ្លើងហើយតែងតែកាន់បំពង់ពន្លត់អគ្គិភ័យអ្នកណានឹងគិតថាបូសរ៉ាយលើនឹងត្រូវចាញ់ដោយឧបករណ៍ពន្លត់អគ្គិភ័យនៅពេលនេះ State បានចាប់យកកាំភ្លើងយន្តរបស់ខ្មាំងសត្រូវហើយបាញ់ទៅលើទាហានពេដោយសម្លាប់ពួកគេទាំងស្រុង State ពេត្រូវរត់ចេញយ៉ាងលឿនតើអ្វីទៅជារំពេចគាត់បន្ទាប់ពីមើលកាន់តែចិត្តវាបានខ្លាយជាគ្រីស្តាល់ថាមពលគាត់បានដាក់គ្រីស្តាល់នៅក្នុងឡានរបស់គាត់ហើយបានផ្លាស់ប្ដូរទៅជា Transformer ភ្លាមៗធ្វើឲ្យ State ខ្លាចដល់ថ្នាក់នោមតើគាត់ជាលទ្ធផល State ពេបានឈានមួយជំហានទៅមុខហើយខ្សែភ្លើងក៏ត្រូវបានដាច់ហើយទ្រង់ក៏ដួលតាមរបៀបនេះ State ពេនិងពួកអ្នកចម្បាំង Spartan បានស្លាប់ជាមួយគ្នានេះគឺជាការក្លែងបន្លំនៃ300 Spartan ដោយគ្មានដែនកំណត់ប្រសិនបើអ្នកមានរសជាតិខ្លាំងអ្នកអាចមើលខ្សែភាពយន្តតាមខ្សែភាព Line និង Follow ដើម្បីមើលខ្លឹមសារដ៏រំភើបជាច្រើនទៀតលាហើយ